អស់រយៈពេលជាងកន្លះសតវត្សមកហើយមានម៉ាស៊ីនសង្គ្រាមមួយដែលបានផ្លាស់ប្ដូរមុខមាត់សមរភូមិតាមរយៈការបាញ់ស្រោចស្រពយ៉ាងគំហុកនិងសន្ធប់ខ្លាំងដែលមិនអាចទប់ទល់បាន BM21 Grade មិនមែនជាអាវុធបច្ចេកវិទ្យាខ្ពស់ឬក៏ស៊ីវិល័យអស្ចារ្យនោះទេប៉ុន្តែនៅពេលដែលបំពង់បាញ់ទាំង40ដើមរបស់វាចាប់ផ្ដើមឆាបឆេះខ្សែត្រៀមជួរមុខទាំងមូលនឹងញ័ររន្ធត់នេះគឺជាដំណើររឿងនៃប្រព័ន្ធគ្រាប់រ៉ុកែតដែលមិនព្រមសាបសូន្យទៅតាមពេលវេលាក្នុងប្រវត្តិសាស្ត្របន្ទាប់ពីសង្គ្រាមលោកលើកទី2សហភាពសូវៀតបានជួបបញ្ហាមួយគឺកាំភ្លើងធំរបស់ពួកគេខ្លាំងមែនប៉ុន្តែវាធ្ងន់យឺតនិងងាយរងគ្រោះពួកគេចង់ឲ្យវាមានល្បឿនលឿនជាងនិងថោកជាងនេះបន្ទាប់មកពួកគេបាននឹកឃើញដល់រ៉ុកែតកាតស៊ូសាដ៏ល្បីល្បាញហើយគិតថាយើងត្រូវតែធ្វើឲ្យវាចល័តបានក្រោយមកនៅឆ្នាំ1963 BM21 ក៏បានចាប់កំណើតឡើងដោយវាមានរូបមន្តសាមញ្ញបំផុតគឺបំពង់បាញ់40រ៉ុកែតទំហំ122មីលីម៉ែត្រដំឡើងលើរថយន្តយូរ៉ូដ៏រឹងមាំ BM21 មិនមែនជាកាំភ្លើងសម្រាប់បាញ់រ៉ុកែតឲ្យចំចំណុចតូចមួយនោះទេតែវាប្រៀបដូចជាកាំភ្លើងសម្រាប់បាញ់សង្គ្រប់ទៅលើសត្រូវគោលដៅរបស់វាគឺបាញ់កំទេចតំបន់ទាំងមូលក្នុងរយៈចម្ងាយ500ម៉ែត្រការ៉េហើយវាអាចវាយប្រហារគោលដៅពី20ទៅ40គីឡូម៉ែត្រជាមួយនឹងយុទ្ធសាស្ត្រសម្រាប់ប្រើប្រាស់វាគឺបាញ់ហើយរត់ក្រុមទាហានអាចបើកវាចូលទៅកាន់ទីតាំងរួចបញ្ចេញរ៉ុកែតទាំង40គ្រាប់ហើយបើកចេញបាត់ភ្លាមៗមុនពេលដែលសត្រូវដឹងថាគ្រាប់បាញ់ចេញពីណា BM21 ត្រូវបានប្រើប្រាស់ក្នុងសមរភូមិពិតប្រាកដលើកដំបូងនៅឆ្នាំ1969ក្នុងការប៉ះទង្គិចព្រំដែនរវាងសូវៀតនិងចិននៅទន្លេយូស៊ឺរិកពេលនោះកងទ័ពសូវៀតបានប្រើវាបាញ់ទៅលើទីតាំងចិនដើម្បីបង្ហាញអំណាចបំផ្លាញដ៏ខ្លាំងនៃការបាញ់រ៉ុកែតជាបន្តបន្ទាប់ក្រោយមក BM21 ត្រូវបានផ្សព្វផ្សាយទូទាំងពិភពលោកវាត្រូវបានប្រើដោយសហភាពសូវៀតក្នុងសង្គ្រាមត្រជាក់ដូចជានៅវៀតណាមអង់ហ្គូឡាមជ្ឈិមបូព៌ាអាហ្វហ្គានីស្ថាននិងចំនួនជាច្រើនទៀតគ្រប់ទីកន្លែងដែលវាបង្ហាញខ្លួនវាបាននាំមកនូវអំណាចបាញ់ប្រហារដ៏លើសលប់ដែលអាចផ្លាស់ប្ដូរទិសដៅសមរភូមិក្នុងរយៈពេលដ៏ខ្លីរីឯភាពធន់រឹងមាំរបស់ BM21 ក្លាយជារឿងដ៏ល្បីល្បាញវាអាចប្រតិបត្តិការក្នុងអាកាសធាតុដ៏ត្រជាក់ខ្លាំងនៅស៊ីបេរីវាលខ្សាច់អាហ្វ្រិកនិងភ្នំបានគ្រប់សណ្ឋានដីវាកម្រនឹងខូចណាស់ទោះប្រើប្រាស់យូរឆ្នាំក៏ដោយតែខុសពីប្រព័ន្ធបាញ់រ៉ុកែតរបស់លោកខាងលិចដែលមានភាពស្មុគស្មាញព្រោះវាមិនបានពឹងផ្អែកទៅលើអេឡិចត្រូនិកទំនើបឡើយតែផ្អែកទៅលើវិស្វកម្មរឹងមាំនិងប្រព័ន្ធអគ្គិសនីសាមញ្ញដោយសារតែតម្លៃថោកចល័តបានលឿននិងងាយចម្លងក្នុងការផលិត BM21 ក្លាយជាអាវុធនាំចេញដ៏ទូលំទូលាយបំផុតមួយក្នុងសង្គ្រាមត្រជាក់វាត្រូវបានផលិតមិនត្រឹមតែនៅសូវៀតនោះទេប៉ុន្តែថែមទាំងនៅឆេកូស្លូវ៉ាគីប៉ូឡូញចិនកូរ៉េខាងជើងនិងប្រទេសផ្សេងៗទៀតផងដែរជាង60ប្រទេសបានប្រើឬកំពុងប្រើ BM21 ឬកំណែបំលែងរបស់វាដែលមានដូចជា RM70 ថែប81និងថែប90សុទ្ធតែមានដើមកំណើតពីវាជាយូរឆ្នាំមកហើយប្រព័ន្ធនេះបានអភិវឌ្ឍជាមួយកំណែទំនើបមានកុំព្យូទ័រគ្រប់គ្រងការបាញ់ប្រព័ន្ធកំណត់ទីតាំងផ្កាយរណបនិងប្រព័ន្ធកំណត់គោលដៅស្វ័យប្រវត្តិសប្តាហ៍ថ្ងៃ BM21 នៅតែមានតួនាទីយ៉ាងសំខាន់ក្នុងសង្គ្រាមនៅអ៊ុយក្រែនព្រោះទាំងកងទ័ពរុស្ស៊ីនិងអ៊ុយក្រែនសុទ្ធតែប្រើប្រាស់វាភាគីទាំងពីរប្រើយុទ្ធសាស្ត្របាញ់ហើយផ្លាស់ទីដើម្បីជៀសវាងការវាយតបតមើលត្រឡប់ទៅក្រោយវិញការសម្រេចចិត្តរបស់សូវៀតក្នុងការបង្កើត BM21 គឺមានទាំងយុទ្ធសាស្ត្រនិងអនុវត្តជាក់ស្ដែងជំនួសឲ្យការសាងសង់ប្រព័ន្ធបច្ចេកវិទ្យាខ្ពស់ថ្លៃប៉ុន្មានគ្រឿងពួកគេបានផលិតប្រព័ន្ធសាមញ្ញរាប់ពាន់គ្រឿងដែលអាចដាក់ប្រើបានគ្រប់ទីកន្លែងជាង60ឆ្នាំមកនេះ BM21 Grade នៅតែជានិមិត្តរូបនៃភាពសាមញ្ញដែលបានក្លាយជាអំណាចបំផ្លាញដ៏ខ្លាំងក្លាជួបគ្នានៅវីដេអូក្រោយជាមួយ Tactical Vision